បន្ទាប់ពីការបណ្ដេញលោក Ruben Amorim ចេញពីតំណែង ក្លឹប Manchester United កំពុងស្ថិតក្នុងដំណាក់កាលស្វែងរកអ្នកមកជំនួសយោងតាមព័ត៌មានចុងក្រោយបំផុតក្នុងខែមករាឆ្នាំ2026ទាំងនេះគឺជាបេក្ខជនសំខាន់ៗដែលមានឱកាសក្លាយជាគ្រូបង្វឹកថ្មី 1. បេក្ខជនឈានមុខគេ Oliver Glasner បច្ចុប្បន្នលោកជាគ្រូបង្វឹករបស់ក្រុម Crystal Palace លោកត្រូវបានគេចាត់ទុកថាជាបេក្ខជនលំដាប់លេខ1 Top Target ដោយសារលោកធ្លាប់ដឹកនាំ Palace ឲ្យឈ្នះពាន FA Cup កាលពីរដូវកាលមុនលោកមេភាពបត់បែនក្នុងប្រព័ន្ធលេងអាចលេងខ្សែការពារ4អ្នកបានដែលខុសពីលោក Amorim ដែលរឹងតឹងនៅតែប្រើប្រព័ន្ធ 3-4-3 រហូតបកទោះជាក្រុមមិនទទួលបានលទ្ធផលល្អយ៉ាងណាកិច្ចសន្យារបស់លោកជាមួយ Palace នឹងផុតកំណត់នៅរដូវក្តៅនេះដែលធ្វើឲ្យ United ងាយស្រួលក្នុងការចរចា 2. បេក្ខជនដែលមានបទពិសោធន៍ Premier League Andoni Iraola គ្រូបង្វឹកក្រុម Bournemouth ដែលកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងតាមរយៈទម្រង់លេងវាយសម្រុកនិងលទ្ធផលល្អក្នុងលីក 3. Enzo Maresca អតីតគ្រូបង្វឹក Chelsea ដែលបច្ចុប្បន្នកំពុងទំនេរពីការងារលោកមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំមួយចំនួនរបស់ United 4. Michael Carrick អតីតខ្សែបម្រើ United និងជាគ្រូបង្វឹកដែលធ្លាប់ដឹកនាំ Middlesbrough លោកធ្លាប់ធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្ននៅ Old Trafford កាលពីមុននិងទទួលបានលទ្ធផលល្អ 5. Xavi Hernandez អតីតគ្រូបង្វឹក Barcelona ទោះបីជាលោកចាប់អារម្មណ៍នឹងការងារនេះប៉ុន្តែបញ្ហាភាសាអង់គ្លេសនិងកង្វះបទពិសោធន៍ក្នុង Premier League អាចជាឧបសគ្គសម្រាប់លោក 6. Gareth Southgate អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោកមានទំនាក់ទំនងល្អជាមួយលោក Sir Jim Ratcliffe ប៉ុន្តែអ្នកគាំទ្រមួយចំនួនហាក់មិនសូវពេញចិត្តនឹងទម្រង់លេងរបស់លោកចំណែកបេក្ខភាព2អ្នកទៀតដែលអាចនឹងចូលរួមផងដែរគឺលោក Thomas Tuchel និង Mauricio Pochettino ឈ្មោះទាំងពីរនេះតែងតែស្ថិតក្នុងបញ្ជីប៉ុន្តែបច្ចុប្បន្នពួកគេកំពុងជាប់ភារកិច្ចដឹកនាំក្រុមជម្រើសជាតិអង់គ្លេសនិងអាមេរិកត្រៀមខ្លួនសម្រាប់ World Cup 2026តែទោះជាយ៉ាងណាក្លឹបអាចនឹងផ្ដល់ឲ្យលោក Darren Fletcher ដឹកនាំក្រុមជាបណ្ដោះអាសន្នសម្រាប់ការប្រកួតទល់នឹង Burnley នៅថ្ងៃពុធនេះហើយក្លឹបអាចនឹងរងចាំរហូតដល់ចប់រដូវកាលសិនសោះដើម្បីតែងតាំងគ្រូបង្វឹកពេញសិទ្ធិម្នាក់ប្រសិនបើពួកគេមិនអាចចរចាជាមួយបេក្ខជនកំពូលក្នុងខែមករាទាំងនេះបានទេ